เนี่ยต่างគ្នាគឺថាដំណឹងក្តៅៗពី Mobile Legends ហ្មងគឺ Mobile Legends ឥឡូវហ្នឹងគឺបានបាត់ Hero Class 2នៅក្នុង game ហ្នឹងហើយដោយ player Class ឥឡូវហ្នឹងគឺមានការចម្រុងចម្រាស់ខ្លាំងមែនតើទៅលើ Mobile Legends ដោយសារតែ Hero ហ្នឹងទៅតែចេញជាមួយនឹង skin M6 ជាមួយនឹង skin M Prime ឯប៉ុន្តែឥឡូវហ្នឹងគេទិញ skin ទិញអីហើយបើជាបាត់ Hero ចេញពី game អញ្ចឹងគឺគេរករឿង Mobile Legends ខ្លាំងហ្មងទាំងគេទាំងខ្ញុំខឹងដូចតែគ្នាហ្នឹងគ្នាយើងគិតមើលទៅអ្នកខ្លះខំទិញទាំងអា skin M6 អ្នកខ្លះទិញទាំងអា skin M Prime ទៀតហើយមានអ្នកខ្លះទៀតយកទាំងអា figure វាទៀតឥឡូវសួរអារម្មណ៍ទៅពីណាមិនខឹងខំចាយឡើងអស់ច្រើនសក់បាត់ Hero ចេញពី game Mobile Legends ប្រហែសខ្លាំងមែនតើហ្មងធ្វើឲ្យបាត់ Hero ចេញពី game ហើយខ្ញុំក៏ដែរឃើញ game ណាខ្ជះខ្ជាយហើយប្រហែសដូច game Mobile Legends ហ្នឹងដែរហើយគ្នាយើងមិននឹងដឹងថា Hero នឹងបាត់តាណាចូលនៅក្នុង game មើល Hero នឹងសិនតែកុំឲ្យថាខ្ញុំចេះតែកោះហើយឥឡូវបើថាគ្នាយើងបានចូលមើលហើយចាំខ្ញុំប្រាប់តែសារតែ Hero នឹងគឺអត់មានបាត់តាណាទេគឺគេប្រទះឃើញនៅកន្លែងមួយហើយកុំឲ្យថាវែងឆ្ងាយកុំឲ្យគ្នាយើងចាំយូរចាំខ្ញុំដាក់នៅរូបភាពពិតៗឲ្យមើលហ្មងថា Hero នឹងបាត់ទៅដល់ណាអញមកក្បាលបូមនោះលើនេះយើងឃើញអត់គឺអត់មានបាត់តាណាទេ Hero ហ្នឹងគឺគេបានប្រទះឃើញនៅតំបន់អង្គរនៅខេត្តសៀមរាបយើងនឹងឯងនៅក្នុងប្រទេសកម្ពុជាហ្នឹងហើយខាង Mobile Legends គេនឹងត្រៀមកងកម្លាំងមកចាប់យកទៅវិញហើយចាញ់បោកគេមានពីណាខ្លះជឿថា Hero នឹងបាត់មែនមិញហើយនឹងឯអ្នកទាំងអស់គ្នាតិចទៀតហ្នឹង Mobile Legends ត្រៀមកងកម្លាំងមកមែនតែមិនមកចាប់ Hero Cloud ហ្នឹងទេមកចាប់មានអ្នកនិយាយហ្នឹងដាក់គុកឲ្យថាតែបកកាយទៅលើ game គេពេក